នេះជាសញ្ញាជូនធម្មៈមួយនាទីពីហាងតុងទីមហានគរចិត្តនៃការឲ្យទានចិត្តនៃការឲ្យទានគឺមានសេចក្តីថាគឺជាចិត្តដែលមាននៅការលះបង់គឺជាចិត្តដែលមាននៅចាគៈគឺជាចិត្តដែលមាននៅការបរិច្ចាគគឺជាចិត្តដែលមាននៅការលះនៅសេចក្តីកំណាញ់ទាំងឡាយចិត្តនៃការឲ្យទានរបស់សត្វទាំងឡាយនៅក្នុងលោកនេះព្រះអង្គទ្រង់សម្ដែងថាមានពីរយ៉ាងទី1គឺចិត្តនៃការឲ្យទានចំពោះបុគ្គលឬដែលហៅថាបាតិពុគលិកទានចិត្តនៃការឲ្យទាននៅបែបចំពោះបុគ្គលនេះគឺមានសេចក្តីថាគឺជាការឲ្យទានចំពោះនរណាម្នាក់ចំពោះសាច់ញាតិសាលោហិតចំពោះក្រុមណាម្នាក់ចំពោះសត្វតិរិឆានណាមួយចំពោះបកពួកណាមួយឬចំពោះគ្រូបាអាចារ្យឬនរណាដែលគេមានសេចក្តីសទ្ធាមានសេចក្តីគោរពស្រឡាញ់ការឲ្យទានបែបនេះព្រះអង្គទ្រង់សម្ដែងថាគឺជាការឲ្យទានចំពោះបុគ្គលឬហៅថាបាតិពុគលិកទាននិងការឲ្យទានបែបទី2គឺចិត្តរបស់សត្វទាំងឡាយមានការបរិច្ចាគមានការចាគៈមានការលះបង់មានការឲ្យទានចំពោះសង្ឃដែលហៅថាសង្ឃទានការឲ្យទានតាមបែបទី2នេះព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធจ้าព្រះអង្គទ្រង់សរសើរទ្រង់បានសម្ដែងថាមានអានិសង្សរឹបមិនបានលើសពីចិត្តបុគ្គលដែលឲ្យទានចំពោះបុគ្គលដូច្នេះហើយនៅពេលដែលពួកយើងទាំងអស់គ្នាមានការឲ្យទានមានការបរិច្ចាគម្ដងសូមចិត្តរបស់ពួកយើងទាំងឡាយទាំងអស់គ្នាតាំងចិត្តឧទ្ទិសចំពោះតែសង្ឃដែលមកទាំង4ទិស